បើសិនជា Pro Esport របស់កម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួត MSC 2026 នេះតើ Pro Esport នឹងទទួលបានប្រាក់រង្វាន់ចំនួនប៉ុន្មានបច្ចុប្បន្ននេះ Pro Esport របស់កម្ពុជាយើងគឺបាន secure កៅអីទៅកាន់វគ្គ Knockout Stage ហើយអ្នកទាំងអស់គ្នាហើយប្រាក់រង្វាន់នៅក្នុងដៃ Pro Esport ពេលបច្ចុប្បន្ននេះគឺមានចំនួន $10,000 ហើយដែលប្រាក់រង្វាន់ $10,000 នេះគេឲ្យទៅកាន់ក្រុមដែលមានចំណាត់ថ្នាក់លេខ 5 រហូតដល់លេខ 8 មិនថាប្រកួតក្រោយនេះ Pro Esport ឈ្នះឬក៏ចាញ់ទេតែ Pro Esport បាន secure នៅប្រាក់រង្វាន់ចំនួន $10,000 ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងប្រាក់រង្វាន់ដែល Pro Esport នឹងទទួលបានបើសិនជាក្រុមរបស់កម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងការប្រកួត MSC ដែលប្រាក់រង្វាន់សរុបសម្រាប់ការប្រកួត MSC 2026 នេះបានកើនទៅដល់ $3,25,000 ហើយនេះគឺជាប្រាក់រង្វាន់សរុបសម្រាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងការប្រកួតពានរង្វាន់ MSC នេះគឺទទួលបានប្រាក់រង្វាន់ចំនួន$1,000,000ចំណាត់ថ្នាក់លេខ 2 $50,000 ចំណាត់ថ្នាក់លេខ 3 ចំនួន$25,000 និងចំណាត់ថ្នាក់លេខ 4 ចំនួន$15,000 តាក់ទងទៅនឹង comment បងប្អូនយើងដែលបាន comment នៅក្នុងវីដេអូរបស់ខ្ញុំមុនសួរខ្ញុំថាតើការប្រកួត M Series ជាមួយនឹងការប្រកួត MSC តើមួយណាធំជាងបើយើងនិយាយអំពីទំហំកីឡាករឬក៏ទំហំក្រុមខ្លាំងៗចូលរួមប្រកួតនោះប្រកាសណាស់ជាការប្រកួត M World ហើយ M Series គឺជាការប្រកួតពានរង្វាន់លំដាប់ថ្នាក់ពិភពលោកដែលមានក្រុមជាច្រើននៅទូទាំងពិភពលោកចូលរួមប្រកួតដើម្បីទទួលនៅប្រាក់រង្វាន់មួយនេះប៉ុន្តែបើសិនជាយើងគិតអំពីប្រាក់រង្វាន់វិញការប្រកួត MSC គឺមានទំហំច្រើនជាងគុណនឹង3បើយើងប្រៀបធៀបទៅនឹង M Series ដូច្នេះតើបានជានៅក្នុងវីដេអូមុនរបស់ខ្ញុំនិយាយថាការប្រកួត MSC ធំជាងដោយសារតែការប្រកួត MSC គឺមានប្រាក់រង្វាន់ច្រើនជាងហើយមូលហេតុដែលការប្រកួត MSC បានប្រាក់រង្វាន់ច្រើនបែបនេះដោយសារតែការប្រកួតនេះគឺបានសហការជាមួយនឹង Esport World Cup ហើយ Esport World Cup បានចាយលុយច្រើនខ្លាំងមែនទែនទៅលើការប្រកួតមួយនេះហើយនៅក្នុងវីដេអូនេះដែរក៏សូមជូនពរទៅកាន់ Pro Esport របស់កម្ពុជារបស់យើងឲ្យទទួលបាននៅជ័យជំនះជាបន្តបន្ទាប់ទៀតនិងបង្កើតកំណត់ត្រាថ្មីជូនអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជារបស់យើង